ឥឡូវនេះចាប់បានចោលលួចលុយ$30,000ឲ្យបងប្អូនពេលដែលគាត់ផ្សាយមុនដំបូងគាត់និយាយថាបាត់លុយ$30,000គ្មានបងប្អូនណាជឿទេដូចថាមើលតែសម្បកក្រៅនៅផ្ទះជួលធម្មតាអញ្ចឹងណាមើលងាយសមត្ថភាពគ្នាមានអីគ្នានិយាយការពិតទៅស្បត់នៅព្រះអង្គដងការទៀតនៅតែគេបូលីនៅតែគេមិនជឿនៅតែគេផុសឌឺដងផ្លែផ្កាថាបងអូនស្រីកុហកអីចឹងណាហើយឥឡូវនេះចាប់បានចោលលួចលុយបងអូនស្រី$30,000ហើយមិនដែរបងប្អូនអ្នកខមមិនមិនដែរបងប្អូនអ្នកខមមិនមួយចំនួនទូចដែលមើលងាយគេតែសម្បកក្រៅនោះយើងមានទូរស័ព្ទដៃមួយយើងមានមាត់មួយយើងមានដៃសម្រាប់តែចុចខមមិនដើរបូលីគេដើរថាយគេមើលងាយគេឃើញគេនៅផ្ទះជួលហ្នឹងមិនគិតថាគេហ្នឹងក្រគិតថាគេហ្នឹងវេទនាមែនមិនប្រកាសថាអ្នកនៅផ្ទះជួលហ្នឹងមិនប្រកាសថាវេទនាជាងអ្នកមានផ្ទះហ្នឹងណាពេលខ្លះអ្នកមានផ្ទះត្រឹមត្រូវវេទនាជាងអ្នកនៅផ្ទះជួលទៀតនិយាយមែនផ្ទះនៅត្រឹមត្រូវប៉ុន្តែជាពាក់គេរុំសួតក៏មានដែរដូចបងអូនស្រីម្នាក់នេះចឹងគាត់នៅផ្ទះជួលមែនប៉ុន្តែគាត់មានលុយសល់សម្រាប់ទុកទិញផ្ទះរបស់គាត់មែនប៉ុន្តែគាត់ថាគាត់ខ្វះការទុកដាក់បន្តិចគាត់របៀបដូចថាគាត់ដកលុយហ្នឹងមកបំរុងនឹងទិញផ្ទះចឹងណាតែចៃដន្យអីចោលហ្នឹងវាដឹងក្លិនមុនវាគាស់យកតែម្ដងអញ្ចឹងជាបទពិសោធន៍មួយសូមបងប្អូនមានលុយច្រើនអញ្ចឹងកុំដកចេញមកពីកង់បើយើងចង់ទិញអីយើងអាចបាញ់តាមកង់តាមអីបានអញ្ចឹងណាយើងកុំដកមកដាក់តាមខ្លួនច្រើនអញ្ចឹងអានេះជាសារមួយចែករំលែកដល់បងប្អូនដែលមានលុយច្រើនកុំដកលុយចេញមកដាក់នៅផ្ទះដាក់តាមខ្លួនអញ្ចឹងអីហើយមួយទៀតបងប្អូនមួយចំនួនទូចបានជប់ទៅអាមើលងាយគេតែសបកក្រៅនោះហើយមានទូរស័ព្ទមួយនឹងដើរតែខមមិនបូលីគេមើលងាយគេនោះជប់បានជប់ទៅបងប្អូនមួយចំនួនទូចអើយ